យ៉ាវរួមជាមួយយ៉ាងឡងនិងយ៉ាវហ៊ីវការត្រួតពិនិត្យរាជធានីបន្ទាប់ពីឆ្លងកាត់ផ្ទះបនវ៉ាន់ហ្វេងជួយខ្ញុំនៅមាត់ទ្វារភ្លាមមានអ្វីមួយធ្លាក់ពីលើមេឃលេងយាយបន្ទាប់ចាងចៅបានបោះដាវរបស់គាត់ចុះដាវនោះបានលោតចុះមកយ៉ាងលឿនវីរបុរសម្នាក់ជួយសង្គ្រោះនារីម្នាក់ចាងចៅបានឃើញនរណាម្នាក់កំពុងខ្ជិះខ្ជីឋានសួគ៌តាមរយៈនោះដែលផ្ទុកកំហឹងរបស់ស្រីស្អាតបានប្រញាប់ប្រញាល់ឡើងទៅជាន់ទី2ដោយមិននឹកស្មានដល់យ៉ាងយ៉ាវនិងអ្នកផ្សេងទៀតជានោះត្រូវបានបញ្ឈប់ចាងចៅបានប្រាប់ពីគីមខាងទៀតដោយកំហឹងឲ្យចេញពីផ្លូវពួកគេធ្វើពុតជាមនុស្សចាងចៅបានចាត់វិធានការភ្លាមមកថ្ងៃនេះយើងត្រូវតែធ្វើរឿងនេះសម្រាប់លីនមីបងស្រីបានស្វែងរកយុត្តិធម៌ចៅចៅនិងដៃគូពីរនាក់របស់គាត់បានបញ្ចប់យ៉ាងលឿនពីឧបសគ្គត្រូវបានជំរះអ្នកដែលអង្គុយនៅក្នុងបន្ទប់ឆ្លាក់រូបនោះព្រះអង្គម្ចាស់យ៉ាវឃីរិងប្រឈមមុខនឹងសំណួររបស់យ៉ាងយ៉ាវបរិសុទ្ធចំណាស់ក៏និយាយនរណាម្នាក់ក្នុងចំណោមលោកបាល់និងអ្នកដទៃទៀតមិនតាំងសម្លេងជាសមាជិកនៃគ្រួសាររាជវង្សគាត់តែងតែមានអំនួតនិងត្រួតត្រាពួកគេមិនបានបង្ហាញមុខរបស់ពួកគេដល់ភ្ញៀវទេលោកយ៉ាវបានយកវាទុកក្នុងចិត្តលោកហ្សែនយ៉ាវឆ្មាំ2នាក់នៅពីក្រោយគាត់និយាយភាសាចិនបុរាណចង់ទៅមុខឲ្យប្រកួតជូនព្រះអង្គម្ចាស់វ័យក្មេងពេកមួយប៉ុន្តែយ៉ាងយ៉ាវបានធ្វើវាហួសហេតុពេកហើយបានរារាំងវាដោយដៃរបស់គាត់តែការអត់ធ្មត់របស់ពួកគេរឿងនេះធ្វើឲ្យព្រះអង្គម្ចាស់វ័យក្មេងកាន់តែមានអំនួតគាត់បានសួរថាតើយ៉ាងយ៉ាវនិងអ្នកដទៃទៀតបើមិនធ្វើកាយវិការអ្វីទេពួកគេមិនហ៊ានទេតែគាត់បានធ្វើអ្វីចំពោះខ្លួនឯងគាត់មិនដែលរំពឹងថាយ៉ាងយ៉ាវនឹងធ្វើបែបនោះទេវិញ្ញាណរបស់ព្រះអង្គម្ចាស់ខ្វះមេរៀនអ្នកទុកវាចោលវាគ្រាន់តែជាការត្រឹមត្រូវក្នុងការធ្វើដូច្នេះវាបង្ហាញថាប្អូនស្រីខៃហុងគឺជាខេងលោកគឺជាប្រកាន់ខ្ជាប់នៅគោលការណ៍នៃការសម្ដែងគោលការណ៍នៃការលូកខ្លួនឯងនៅក្នុងផ្ទះបនគ្រាន់តែព្យាយាមរកលុយចិញ្ចឹមជីវិតខ្ញុំមិនដែលរំពឹងអ្វីព្រះអង្គម្ចាស់យ៉ាវឃីរិងចង់បាននាងសម្រស់របស់នាងចៅជីវប្អូនស្រីសុកចិត្តស្លាប់ជាជាងចុះចូលខាងមានការខឹងសម្បារនិងខ្មាស់អៀនហើយបានចាត់ទុកនាងដូចជាបានបោះចូលទៅក្នុងអគារដូចជាសម្រាប់ក្រោមជាសំណាងល្អខ្ញុំបានជួបយ៉ាងយ៉ាវហើយវាបានបង្កឲ្យមានអគិភ័យដ៏ធំមួយហើយជាវងកំពុងតែយ៉ាវឃីរិងមិនបានទទួលស្គាល់កំហុសរបស់គាត់ទេចៅបានសម្រេចចិត្តនាំនាងទៅខេត្តកៃហ្វេងនឹងបម្រើអ្នកព្រះអង្គម្ចាស់ចៅជីវតាំងចង់បះបោគាត់បានទុកទោសប៉ុន្តែត្រូវចាញ់ដោយពាក្យសម្ដីរបស់យ៉ាងយ៉ាវធ្វើឲ្យគាត់ភ្ញាក់ផ្អើលព្រះអង្គម្ចាស់ចៅបានដឹងថាបុត្រារបស់ព្រះអង្គចៅខាងត្រូវបានចាប់ខ្លួនហើយឈីងត្រូវបាននាំយកទៅភ្លាមលូឡបោនិងឆែមេបង្ខំសូមអញ្ជើញមកហើយនិយាយទៅកាន់ពួកគេទាំងពីរគំរាមកំហែងដោយពាក្យសម្ដីហ៊ានធ្វើបាបបើអ្នកនិយាយពាក្យខុសមួយនៅចំពោះមុខឆេងទេមិនត្រឹមតែជីវិតរបស់គាត់ផ្ទាល់កំពុងស្ថិតក្នុងគ្រោះថ្នាក់សមាជិកគ្រួសារក៏នឹងរងផលប៉ះពាល់ផងដែរដូច្នេះហើយនៅពេលដែលលោកប៉ៅជេងសួរចម្លើយករណីនៅពេលនោះឡាវបាវមិនហ៊ានក្អួតតតែសោះបញ្ហានេះត្រូវបានលាតត្រដាងប៉ុន្តែប្អូនស្រីរូបនោះបាននិយាយថារអើដួលហើយធ្លាក់ពីនាងបានធ្លាក់ពីជាន់ទី2ទោះជាយ៉ាងណាក៏ដោយប៉ៅហ្វេងបានរកឃើញថាអ្នកនៃខ្លួនរបស់គាត់បានបង្ហាញរួចហើយដើម្បីបង្ហាញការពិតនៃបញ្ហានេះបន្ទាប់មកប៉ៅជេងបានសួរចម្លើយសៀវព្រះអង្គម្ចាស់ចៅជីវតាំងដោយមិននឹកស្មានដល់ចៅជីវតាំងមិនបានលើកលែងទោសឲ្យប៉ៅហ្វេងឡើយក្នុងភ្នែករបស់ខ្ញុំប៉ៅជេងបានឃើញព្រះអង្គម្ចាស់វ័យក្មេងបែបនេះក្រអឺតក្រទុំប៉ុន្តែក៏មិនអាចទ្រាំទ្របានដែរអត់ធ្មត់ដូច្នេះប៉ៅជេងបានចាត់ទុកពីគីមខាងទៀតរហូតនៅក្នុងបន្ទប់សម្ងាត់ការក្នុងនាមជាមិត្តភក្តិអាយុការចំណាយជាមួយចាន់ធំដែលត្រូវបានគេហៅថាការជួយដែលមានឱកាសចាស់របស់គាត់ហើយនោះព្រះនាងក៏មកដល់នៅក្នុងតុលាការនាងមានភាពយុត្តិធម៌និងមិនលំអៀងចិត្តល្អតែមិនត្រឹមតែនឹងការពីកូនប្រុសរបស់នាងទេខ្ញុំសូមអង្វរលោកម្ចាស់ប៉ៅសូមទុកជីវិតខ្ញុំផងលោកបានព្រៀងប្រដៅកូនប្រុសទាំងពីរនាក់ជាមួយគ្នាប៉ៅជេងដើម្បីជាប្រយោជន៍ដល់ព្រះនាងលើកុមារបូករួមទាំងជនរងគ្រោះបញ្ហានេះនឹងមិនត្រូវបានបន្តទៅមុខទៀតទេលោកប៉ៅជេងលែងអាចបន្តសំណុំរឿងនេះបានចៅជីវតាំងបានត្រឡប់មកផ្ទះវិញហើយវាងភរិយាចង់បានដាក់ទោសព្រះអង្គម្ចាស់វ័យក្មេងពីគុំលើអត្តូវពូល្មងទាំងពីរនាក់នោះជីធ្លាប់សង្ស័យថាគាត់ជាកូនចៅរបស់អ្នកស្លាប់កាត់ពីម្ដាយសំណាងល្អណាស់ដែលព្រះអង្គម្ចាស់ចាស់ការបំភ្លឺដោយប្រឈមមុខនឹងភាពតឹងរ៉ឹងរបស់ព្រះនាងជាមួយនឹងវិន័យកាន់តែខ្លាំងឡើងព្រះអង្គម្ចាស់ចាស់តែងតែការពីកូនគោខ្លាំងពេកមនុស្សម្នាក់អាចលងទឹកកូនស្នេហាមិនមែនជាស្នេហាប្រទេសគំនិតរបស់គាត់ចង់ស្លាប់ឲ្យលឿនពីកូនប្រុសបានទៅឋាននរកផ្លូវ